1 kg bọc gọt men 1 kg bọc gọt bay bông muốnទីតាំងនៅកន្លែងនេះគឺស្ថិតនៅក្នុងក្រុងប៉ោយប៉ែតសាខាទី1របស់ឆោមឈុំជាអ្វីឆោមឈុំគឺជាកន្លែងផ្គត់ផ្គង់គ្រឿងសមុទ្រគ្រប់សពបែបយ៉ាងបាទថ្មីស្រស់ដែលនាំចូលមកពីប្រទេសថៃនេះបងប្រុសបងស្រីបាទដែលបានអញ្ជើញយើងខ្ញុំចូលរួមក្នុងកម្មវិធីថ្ងៃនេះហើយថ្ងៃនេះគឺពិតជាសប្បាយមែនទែនបងប្អូនដោយសារតែបងប្អូនពូមីងតាយើងនៅក្នុងក្រុងប៉ោយប៉ែតបានមកជុំនេះយ៉ាងកកដោយសារតែដឹងតំណែងថាឆោមឈុំធ្វើបាទគេថាលេងហ្គេមបាទទៅដល់បងប្អូនដែលបានអញ្ជើញចូលរួមទិញបាទគ្រឿងសមុទ្រនៅទីនេះហើយឆោមឈុំផ្ដល់កាដូជាអ្វីកាដូនោះគឺបងប្អូនពុកម៉ែពូមីងតាយើងដែលមកជុំគ្នាហ្នឹងអ្នកដែលរើសតំណែងហើយមិនថាបកមិនថាមឹកមិនថាបកាមិនថាស្អីថាមុនមិនថាស្អីទេឲ្យតែនៅទីនេះបាទយកទៅថ្លឹងហើយស្មានគីឡូឲ្យត្រូវបើសិនជាត្រូវគីឡូដែលគាត់រើសហើយបាទឆាំជុំនឹងធ្វើការផ្ដល់បាត់គ្រឿងសមុទ្រញ៉ាំហ្វ្រីតែម្ដងបាទ1 kg បកគាត់មែន1 kg បកគាត់ប្រមាណ1 kg តាកំចាស់យ៉ាងទេពីបាល់អត់គ្រប់ទេបាល់ឡើងបើអត់វានេះឲ្យប្រៀប1 kg 1 kg បាទយើងឃើញថាសប្បាយខ្លាំងមែនតើបាទមានអ្នកត្រូវផងមានអ្នកខុសផងអញ្ចឹងណាបងប្អូនសប្បាយខ្លាំងហ្មងថ្ងៃនេះបាទ1 2 3បងប្អូនមានអារម្មណ៍មិនដែរបងតែពេលត្រូវអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តបាទព្រោះខ្ញុំដាក់មកវាស្ទើរតែបន្តិចបានគ្រប់1 គីឡូអញ្ចឹងគាត់ព្រីឲ្យតែម្ដងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តចាំបងខ្ញុំសួរមួយទៀតបងធ្លាប់ជួយគ្រប់គ្រងកន្លែងគាត់អត់នេះគឺខ្ញុំជាអតិថិជនកន្លែងគាត់អូចេះឲ្យបានគាត់ថ្មីស្រស់អត់បាទថ្មីស្រស់ល្អគឺរបស់មកពីថៃសុទ្ធអូខេអរគុណមកមកណាញ៉ៃបងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលត្រូវការគ្រឿងសមុទ្រថ្មីស្រស់តម្លៃថោកសមរម្យបាទទិញចាប់ពី10 គីឡូឡើងគឺគាត់លក់ឲ្យតម្លៃបោះដុំតែម្ដងសម្រាប់នៅក្នុងឱកាសនេះឆោមជុំគ្រឿងសមុទ្រថៃបោះដុំក្រុងប៉ោយប៉ែតក៏មានកិត្តិយសបាទជម្រាបជូនដំណឹងទៅដល់បាទម៉ូយចាស់ទាំងម៉ូយថ្មីទាំងអស់ឲ្យបានជ្រាបថាសម្រាប់គ្រឿងសមុទ្រថ្មីស្រស់នេះបាទយើងមានចំនួន4ជើងបាទជើងទី1នៅវេលាម៉ោង 5 រហូតដល់ម៉ោង 6 ព្រឹកជើងទី2នៅវេលាម៉ោង 9 រហូតដល់ម៉ោង 10 ព្រឹកជើងទី3នៅវេលាម៉ោង 1 រហូតដល់ម៉ោង 2 រសៀលនិងជើងទី4នៅវេលាម៉ោង 5 រហូតដល់ម៉ោង 6 ល្ងាចសម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការតាក់ទងសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទបាទទាំង3ប្រព័ន្ធនៅលើកញ្ចក់អេក្រង់នេះហើយសម្រាប់ទីតាំងគឺអត់ពិបាករកទេបងប្អូនទីតាំងគឺស្ថិតនៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខាងជើងភ្លើងស្តុបផ្សារកណ្ដាលចម្ងាយ 850 ម៉ែត្រដល់កន្លែងលក់គ្រឿងសមុទ្រនឹងហើយរីឯចំណុចទីតាំងនៅខាងត្បូងរោងចក្រឌីចម្ងាយ 100 ម៉ែត្រស្ថិតនៅភូមិសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះគឺជាសាខាទី6នៅក្នុងក្រុងប៉ោយប៉ែតបាទទទួលបោះដុំលក់រាយគ្រប់25ខេត្តក្រុងនិងរាជធានីភ្នំពេញហើយនេះគឺជាសាខាទី3បាទរបស់ឆោមជុំនៅក្នុងខេត្តសៀមរាបបាទស្ថិតនៅក្នុងផ្សារដើមក្រឡាញ់តែម្ដងហើយសម្រាប់អីវ៉ាន់របស់ឆោមជុំនៅក្នុងផ្សារដើមក្រឡាញ់នេះគឺមានចំនួន3ជើងបាទជើងទី1គឺនៅវេលាម៉ោង 4 រហូតដល់ម៉ោង 6 ព្រឹកជើងទី2នៅវេលាម៉ោង 12 ថ្ងៃត្រង់និងជើងទី3នៅវេលាម៉ោង 2 រហូតដល់ម៉ោង 3 រសៀលបាទអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលធ្លាប់តែយកអីវ៉ាន់ពីឆោមជុំបាទទាំងម៉ូយថ្មីទាំងម៉ូយចាស់សូមមេត្តាជាព័ត៌មានជាដំណឹងបាទអីវ៉ាន់របស់យើងចូលស្រស់ថ្មីនិងតម្លៃសមរម្យមានទទួលបោះដុំនិងលក់រាយគ្រប់25ខេត្តក្រុងបាទចាំបងប្អូនអាចមកតាក់ទងបានហើយបាទសម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចធ្វើការតាក់ទងបានតាមរយៈលេខទូរស័ព្ទរបស់ឆោមជុំចំនួន3ប្រព័ន្ធដែលយើងបាត់ដាក់នៅលើកញ្ចក់អេក្រង់នេះហើយក៏សូមអរគុណបាទសម្រាប់ការគាំទ្រយ៉ាងច្រើនកកពីសំណាក់អតិថិជនមកកាន់អីវ៉ាន់របស់ឆោមជុំដែលនាំចូលថ្មីពីប្រទេសថៃ
trong ban cứu sầm đại sro mau bị thái bọn on ai dạ tôn bán mặt chom chômแต่មានលេខទូរស័ព្ទនៅលើកញ្ចក់អេក្រង់នេះបាទសូមបញ្ជាក់ជូនថាសម្រាប់កន្លែងគាត់មាន6សាខាធំបាទនៅក្នុងប៉ែគឺជាសាខាទី6រីឯនៅក្នុងក្រុងសៀមរាបគឺជាសាខាទី3នៅផ្សារដើមក្រឡាញ់បាទកន្លែងទៅនៅខាងមុខផ្សារតែម្ដងជាចុងក្រោយសូមជូនពរទៅដល់បងប្រុសបងស្រីដែលត្រូវជាម្ចាស់អាជីវកម្មគ្រឿងសមុទ្របោះដុំនិងលក់រាយមកពីប្រទេសថៃឆោមជុំទទួលបានតែជូនកាន់តែច្រើន